ក្នុងអំឡុងឆ្នាំ1977និង1978កងទ័ពខ្មែរក្រហមធ្លាប់មានការប៉ះទង្គិចនិងវាយប្រយុទ្ធជាមួយកងទ័ពថៃជាច្រើនដងជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជាថៃការប៉ះទង្គិចទាំងនេះរួមមានការវាយប្រហារលើភូមិថៃតាមព្រំដែនការបាញ់ប្រហារគ្នារវាងកងទ័ពទាំងសងខាងការប្រើរថក្រោះនិងយន្តហោះរបស់ភាគីថៃក្នុងការតបតនិងការបាត់បង់ជីវិតទាំងទាហាននិងជនស៊ីវិលតែទោះជាយ៉ាងណាចំនួនរវាងខ្មែរក្រហមនិងថៃមិនធំដូចសង្គ្រាមកម្ពុជាវៀតណាមនោះទេនៅក្នុងសៀវភៅដែលមានចំណងជើងថាហេតុអ្វីវៀតណាមឈ្លានពានកម្ពុជាដែលនិពន្ធដោយ Stephen J. Morris បានសរសេររៀបរាប់ថាប៉ុល ពតមានការព្រួយបារម្ភពីការគំរាមកំហែងរបស់វៀតណាមប៉ុន្តែគេពិបាកយល់អំពីអាកប្បកិរិយារបស់ខ្មែរក្រហមចំពោះប្រទេសថៃក្នុងកំឡុងឆ្នាំ1977យោធាខ្មែរក្រហមបានធ្វើការវាយប្រហារលើភូមិថៃតាមតំបន់ព្រំដែននៅចុងខែមករាកងទ័ពខ្មែរក្រហមប្រមាណ200នាក់បានបើកការវាយប្រហារភូមិថៃចំនួន4ដែលបណ្ដាលឲ្យជនស៊ីវិលថៃស្លាប់ចំនួន29នាក់និងប៉ូលីសម្នាក់ក្រោយមកខ្មែរក្រហមបានសារភាពថាខ្លួនពិតជាបានវាយប្រហារមែនដោយអះអាងថាភូមិទាំងនោះជាទឹកដីខ្មែរមិនមែនជាទឹកដីសៀមឡើយការវាយប្រហាររបស់ខ្មែរក្រហមលើភូមិថៃតាមព្រំដែនបានកើតឡើងបន្តទៀតនៅខែកុម្ភៈនិងខែមេសានៅខែមិថុនាទាហានម៉ារីនថៃ5នាក់ត្រូវបានសម្លាប់ហើយមានជាច្រើនអ្នកទៀតបានធ្លាក់ក្នុងការឡោមព័ទ្ធរបស់ទ័ពខ្មែរក្រហមបន្ទាប់ពីនោះនាយករដ្ឋមន្ត្រីថៃបានប្រមានថាប្រទេសថៃនឹងប្រើសកម្មភាពយោធាតបវិញប្រសិនបើខ្មែរក្រហមនៅតែបន្តការវាយប្រហារនៅខែតុលាខ្មែរក្រហមបានវាយប្រហារភូមិ3នៅតំបន់អារ៉ាញ់នៅថ្ងៃទី2ខែវិច្ឆិកាទ័ពខ្មែរក្រហមបានបើកការវាយលុកព្រមគ្នាលើភូមិថៃជាង10តាមបណ្ដោយព្រំដែនដែលមានប្រវែងជាង14គីឡូម៉ែត្រការបង្កហេតុលើភូមិថៃទាំងនេះហាក់គ្មានន័យច្បាស់លាស់ទេព្រោះនៅពេលនោះរបបភ្នំពេញកំពុងមានបញ្ហាជាមួយវៀតណាមហើយក៏កំពុងស្វែងរកការគ្រប់គ្រងផ្លូវទូតនិងសេដ្ឋកិច្ចពីបណ្ដាប្រទេសនានាក្នុងពិភពលោកផងដែរមេដឹកនាំថៃខ្លះបានអះអាងថាថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាប្រជាធិបតេយ្យមិនបាននៅពីក្រោយការវាយប្រហារទាំងនោះទេដោយគេជឿថាឧបទ្ទហេតុទាំងនេះបង្កឡើងដោយកងទ័ពខ្មែរក្រហមថ្នាក់ក្រោមប៉ុណ្ណោះដោយគ្មានការដឹងឮពីមជ្ឈិមបកនៅភ្នំពេញឡើយវិទ្យុភ្នំពេញបានផ្សាយថាថៃជាអ្នកផ្ដើមបង្ករឿងហើយបានអំពាវនាវឲ្យដោះស្រាយជម្លោះដោយសន្តិវិធីប៉ុន្តែនៅថ្ងៃទី19ខែធ្នូកងទ័ពខ្មែរក្រហមជាង200នាក់ដោយមានការគាំទ្រពីកងទ័ពព្រៃកុម្មុយនីសថៃផងបានវាយប្រហារភូមិថៃ2នៅជាប់ព្រំដែនដែលបណ្ដាលឲ្យជនជាតិថៃស្លាប់16នាក់រដ្ឋមន្ត្រីការបរទេសថៃបានថ្លែងថារដ្ឋាភិបាលថៃសម្រេចមិនតបតវិញទេព្រោះចង់រក្សាបរិយាកាសល្អនិងមិនចង់ឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយកម្ពុជាឡើយទោះបីជារដ្ឋាភិបាលថៃព្យាយាមបញ្ចប់ជម្លោះយ៉ាងណាក៏ដោយនៅថ្ងៃបន្ទាប់ខ្មែរក្រហមបានបន្តវាយប្រហារចំនួន4លើកទៀតលើភូមិថៃដោយគ្មានដំណោះស្រាយអំពីចំនួនជាមួយថៃខ្មែរក្រហមបានព្យាយាមរឹតចំណងផ្លូវទូតជាមួយប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍នៅចុងខែវិច្ឆិកាឆ្នាំ1977រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យបានរៀបចំបដិសណ្ឋារកិច្ចចំនួន3ថ្ងៃដើម្បីទទួលប្រធានាធិបតីភូមាគឺលោកនេវិននេះគឺជាទស្សនកិច្ចប្រមុខរដ្ឋបរទេសដំបូងគេបង្អស់នៅកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី3ខែធ្នូឆ្នាំ1977លោកឈិនយ៉ុងគុយបានដឹកនាំគណៈប្រតិភូមួយមកដល់ភ្នំពេញលោកគឺជាឧបនាយករដ្ឋមន្ត្រីចិននិងជានិមិត្តរូបនៃគំរូកសិកម្មដែលប៉ុល ពតនិងខ្មែរក្រហមចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលនោះគោលដៅគឺដើម្បីពង្រឹងទំនាក់ទំនងរវាងចិននិងរបបខ្មែរក្រហមនិងដើម្បីពិនិត្យមើលគម្រោងកសិកម្មនិងការដ្ឋានធំៗរបស់ខ្មែរក្រហមនៅថ្ងៃទី6ខែធ្នូឆ្នាំ1977ពលគឺមុនពេលគណៈប្រតិភូចិនចេញដំណើរគណៈប្រតិភូម៉ាឡេស៊ីបានមកដល់ទីក្រុងភ្នំពេញផងដែរថ្មីបើថាថៃកំពុងមានបញ្ហាជាមួយខ្មែរក្រហមមែនពិតតែថៃក៏កំពុងតាមដានស្ថានភាពនៅកម្ពុជាយ៉ាងជិតស្និទ្ធទន្ទឹមនឹងនេះម៉ាឡេស៊ីបានលើកឡើងថាម៉ាឡេស៊ីនឹងផ្ដល់ជំនួយអភិវឌ្ឍដល់កម្ពុជាប្រជាធិបតេយ្យហើយកម្ពុជាប្រជាធិបតេយ្យបានបញ្ជាក់ថានឹងពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយម៉ាឡេស៊ីវិញផងដែរដោយមានការគាំទ្រយ៉ាងរឹងមាំពីប្រទេសចិននិងកូរ៉េខាងជើងព្រមទាំងចំណងមិត្តភាពជាមួយភូមានិងម៉ាឡេស៊ីហើយមានផ្លូវពាណិជ្ជកម្មជាមួយប្រទេសជប៉ុននិងហុងកុងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យនឹងមិនស្ថិតនៅក្នុងភាពឯកោឡើយនៅតំបន់អាស៊ីខណៈចំនួនប្រដាប់អាវុធជាមួយថៃនៅតែបន្តកើតឡើងនៅពាក់កណ្ដាលខែមករាឆ្នាំ1978របបកម្ពុជាប្រជាធិបតេយ្យបានផ្ដាច់ចំណងទូតជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាមហើយបានបើកការវាយប្រយុទ្ធគ្នាជាមួយវៀតណាមនៅតាមព្រំប្រទល់ខាងកើតនៅថ្ងៃទី20ខែមករាឆ្នាំ1978កងទ័ពថៃបានប្រកាសជាសាធារណៈថាខ្មែរក្រហមបានជួយទ័ពព្រៃថៃកុម្មុយនីសដោយបានផ្ដល់ការវឹកវើនិងគ្រឿងអាវុធហើយថែមទាំងរួមគ្នាវាយប៉ុស្តិ៍ការពារថៃទៀតផងនៅចុងខែមករារដ្ឋមន្ត្រីការបរទេសថៃបានធ្វើទស្សនកិច្ចរយៈពេល4ថ្ងៃនៅភ្នំពេញនៅក្នុងពិធីជប់លៀងមួយគាត់បានសន្មត់ថាការវាយប្រហាររបស់ខ្មែរគឺជាការវាយប្រហាររបស់ភាគីទី3មួយដែលគ្មានឈ្មោះនៅពេលត្រឡប់មកបាងកកវិញគាត់បានប្រកាសថាថៃនិងកម្ពុជានឹងភ្ជាប់ចំណងមិត្តភាពគ្នាឡើងវិញគាត់ក៏បានបញ្ជាក់ថែមទៀតដែរថាប្រទេសទាំងពីរបានយល់ព្រមបន្តជាបន្ទាន់នៅទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
ក៏ប៉ុន្តែកន្លងទៅបានប្រហែល4ថ្ងៃកងទ័ពខ្មែរក្រហមនិងក្រុមកុម្មុយនីសថៃបានធ្វើការវាយប្រហារភូមិនិងប៉ុស្តិ៍ការពាររបស់ថៃជាបន្តបន្ទាប់រដ្ឋាភិបាលថៃបានតវ៉ានិងស្នើឲ្យភាគីកម្ពុជាបញ្ឈប់ជម្លោះប៉ុន្តែរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យបានអះអាងថាកងទ័ពថៃគឺជាអ្នកបង្កហេតុមុនមេដឹកនាំថៃខ្លះនៅតែជឿថាមេដឹកនាំខ្មែរក្រហមមិនមានបំណងបង្កសង្គ្រាមដោយផ្ទាល់ទេហើយគិតថាបញ្ហានេះអាចបណ្ដាលមកពីការខ្វះទំនាក់ទំនងឬសកម្មភាពរបស់មេបញ្ជាការថ្នាក់ក្រោមការប្រយុទ្ធបានបន្តរាលដាលតាមបណ្ដោយព្រំដែនខ្មែរថៃរហូតដល់ខែមេសាឆ្នាំ1978បន្ទាប់ពីការវាយប្រហារធ្ងន់ធ្ងរមួយនៅខេត្តបុរីរាមដែលបណ្ដាលឲ្យមនុស្សស្លាប់និងផ្ទះជាច្រើនត្រូវបានបំផ្លាញនាយករដ្ឋមន្ត្រីថៃបានព្រមានថាកងទ័ពថៃនឹងវាយតបវិញនៅចុងខែមេសាមានការវាយប្រហារដោយគ្រាប់បែកដៃនិងរ៉ុកែតទៅលើក្រុងអរញ្ញម្ដងទៀតក្នុងគោលបំណងបង្កើតតំបន់រំដោះសម្រាប់កុម្មុយនីសថៃនៅក្នុងទឹកដីថៃតាមជាក់ស្ដែងសកម្មភាពទាំងនេះមិនទំនងជាការសម្រេចចិត្តរបស់មេបញ្ជាការថ្នាក់ក្រោមទេប៉ុន្តែអាចជាគោលនយោបាយដែលមានការយល់ព្រមពីថ្នាក់ដឹកនាំខ្មែរក្រហមនៅភ្នំពេញវាក៏បង្ហាញថារដ្ឋាភិបាលខ្មែរក្រហមបានប្រឈមមុខទាំងចំនួនជាមួយវៀតណាមនៅភាគខាងកើតនិងការគាំទ្រក្រុមបះបោរប្រឆាំងថៃនៅភាគខាងលិចដែរយើងគួររំលឹកផងដែរនៅសក្ខីភាពនៃឯកសារផ្ទៃក្នុងរបស់បកកុម្មុយនីសកម្ពុជាដែលប៉ុលពតបានប្រាប់បកពួកគាត់នៅខែសីហាឆ្នាំ1976ថាខ្មាំងវាយប្រហារនឹងធ្វើទុកបុកម្នេញយើងខ្មាំងគឺវៀតណាមនៅខាងកើតនិងថៃនៅខាងលិចគាត់បានអះអាងថាពួកខ្មាំងអស់នេះនៅតែព្យាយាមធ្វើទុកបុកម្នេញនិងរំខានយើងខាងភាគីថៃបានអំពាវនាវមេដឹកនាំខ្មែរដើម្បីចរចារកដំណោះស្រាយតែយ៉ាងណាមិញសេចក្តីស្នើរបស់ថៃនៅតែឥតមានការឆ្លើយតបពីរបបខ្មែរក្រហមឡើយលុះទាល់តែចិនបានចូលធ្វើអន្តរាគមន៍នៅពាក់កណ្ដាលខែមិថុនាឆ្នាំ1978ទើបមានលទ្ធផលលោកអៀងសារីបានទៅដល់ប្រទេសថៃនៅថ្ងៃ14កក្កដាឆ្នាំ1978ដោយទស្សនកិច្ចនេះមិនត្រូវបានប្រកាសជាផ្លូវការទេក្នុងអំឡុងពេលនោះរដ្ឋមន្ត្រីការបរទេសរបស់កម្ពុជាប្រជាធិបតេយ្យលោកអៀងសារីបានថ្កោលទោសយ៉ាងចាស់ដៃចំពោះវៀតណាមការនេះបានធ្វើឲ្យម្ចាស់ផ្ទះគឺប្រទេសថៃមានការអាម៉ាស់មុខនិងស្ថិតក្នុងស្ថានភាពលំបាកព្រោះថៃកំពុងមានទំនាក់ទំនងការទូតជាមួយវៀតណាមនិងកំពុងព្យាយាមស្ដារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញដែរទោះបីជាយ៉ាងណាទស្សនកិច្ចនេះបានជួយធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងថៃមានភាពប្រសើរឡើងការប៉ះទង្គិចតាមព្រំដែនបានថយចុះយ៉ាងខ្លាំងនៅក្នុងខែកក្កដានិងសីហាឆ្នាំ1978រហូតដល់ថ្ងៃទី14ខែកញ្ញាឆ្នាំ1978អៀងសារីបានជូនដំណឹងដល់រដ្ឋមន្ត្រីការបរទេសថៃថាកម្ពុជាបានចាត់តាំងរដ្ឋទូតម្នាក់សម្រាប់ទីក្រុងបាងកកហើយ2ថ្ងៃក្រោយមកមន្ត្រីការបរទេសថៃបានទៅដល់ភ្នំពេញដើម្បីរៀបចំបើកស្ថានទូតថៃឡើងវិញភាគីថៃទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ពីអៀងសារីហើយចំនួនតាមព្រំដែនរវាងប្រទេសទាំងពីរក៏ហាក់ដូចជាបានបញ្ចប់ទៅដែរនៅដើមឆ្នាំ1979របបខ្មែរក្រហមត្រូវបានផ្ដួលរំលំដោយកងទ័ពវៀតណាមនិងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបើប្រៀបធៀបចំនួនរវាងខ្មែរក្រហមនិងថៃគឺមិនធំដូចសង្គ្រាមកម្ពុជាវៀតណាមទេក្នុងស្ថានភាពមិនច្បាស់លាស់ភាគីថៃបានព្យាយាមជៀសវាងសង្គ្រាមពេញទំហឹងព្រោះខ្លាចចំនួនរីកធំនិងប៉ះពាល់ដល់ស្ថិរភាពតំបន់ក្រោយឆ្នាំ1979ស្ថានភាពក៏ស្មុគស្មាញបន្ថែមទៀតព្រោះថៃបានអនុញ្ញាតឲ្យកងកម្លាំងខ្មែរក្រហមស្ថិតនៅតាមព្រំដែនដើម្បីប្រឆាំងនឹងកងទ័ពវៀតណាមដែលកំពុងកាន់កាប់កម្ពុជានាពេលនោះ